ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទស៊ីនឿនពីក្រុមហ៊ុន Net Cambodia បងប្អូនថ្ងៃនេះចង់ចែករំលែកបន្តិចពីការប្រើប្រាស់ button slicer នៅក្នុង Power BI ដូចយើងដឹងហើយក្នុងការមើលរបាយការណ៍គឺយើងជៀសមិនផុតទេពីការ filter ទិន្នន័យអញ្ចឹង button slicer គឺជាតួអង្គដ៏សំខាន់បំផុតដែលយើងមិនអាចមើលរំលងខ្ញុំនឹងលើកយកឧទាហរណ៍3មកបង្ហាញពីការប្រើប្រាស់ជូនបងប្អូនដែលទី1យើងនឹងប្រើវាជា button style គឺបែបនេះហើយទី2យើងនឹងប្រើវាជា menu style គឺបែបនេះហើយទី3ដែលជាចំណុចចុងក្រោយនោះគឺជាទម្រង់រូបភាពគឺបែបនេះតោះដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាតោះបងប្អូនយើងចាប់ផ្ដើមឧទាហរណ៍ទី1របស់យើងនេះគឺជាផ្ទាំង Power BI ហើយខ្ញុំចង់ប្រើ button slicer របស់យើងដើម្បី filter ឆ្នាំទៅលើរបាយការណ៍ហ្នឹងអញ្ចឹងណាអញ្ចឹងដើម្បីយើងចាប់ផ្ដើមនោះគឺយើងចូលទៅក្នុង visualization នេះតមកទៀតយើងរក tool ដែលវាឈ្មោះថា button slicer អញ្ចឹងណាក្នុងហ្នឹងយើងទាញវាមកខាងស្ដាំដៃតម្រៀបវាចឹងដូចបងប្អូនដឹងអញ្ចឹងខ្ញុំចង់ filter តាមឆ្នាំអញ្ចឹងខ្ញុំទៅរក field ឆ្នាំរបស់យើងអញ្ចឹង field របស់ខ្ញុំឈ្មោះថា calendar year អញ្ចឹងណាចឹងនេះគឺជាឆ្នាំរបស់យើងចឹងខ្ញុំទៅរៀបចំវាឲ្យស្អាតបាតណាខ្ញុំចូលទៅ format year visual នេះបន្តមកទៀតខ្ញុំដោះ title វាចេញអញ្ចឹងណាក្នុងហ្នឹងហើយខ្ញុំចង់ឲ្យវាតែមួយជួរទេដើម្បីយើងស្រួលមើលតែនៅក្នុង visual នេះយើងមានពាក្យ mal នេះយើងយកពាក្យ vertical ចឹងវាចេញមួយជួរហើយខ្ញុំចង់ឲ្យលេខមកនៅកណ្ដាលចឹងដើម្បីយើងចូលនៅកណ្ដាលនេះយើងចូលទៅក្នុង call out យើងយកពាក្យ value យើងយកពាក្យយក align នៅកណ្ដាលនេះអញ្ចឹងបងប្អូនតមកទៀតនោះខ្ញុំចុចលើវាណាឃើញវា filter តាមឆ្នាំឲ្យយើងនៅក្នុងហ្នឹងចឹងនេះគឺជា button slicer ដែលមានទម្រង់ជា button ប៉ុន្តែខ្ញុំឃើញថាវានៅមានពណ៌ខ្មៅហើយខ្ញុំអត់ស្រឡាញ់ទេហើយខ្ញុំចង់ឲ្យវាមានលក្ខណៈថាកោងនេះលក្ខណៈវាត្រីកោណពេកអញ្ចឹងយកអត់ស្រឡាញ់ណាអញ្ចឹងខ្ញុំចង់ធ្វើការកែសម្រួលបន្តិចអញ្ចឹងនៅក្នុងនេះដើម្បីវាធ្វើលក្ខណៈ button ឡើយនេះមានកោងបាននោះគឺយើងមានកន្លែងសេរីវាបានគឺនៅក្នុង button ហើយកន្លែងនេះខ្ញុំយក all ណាឲ្យ all តែម្ដងខ្ញុំយកពាក្យ rounded rectangle អញ្ចឹងណាក្នុងនោះឃើញវាកោងណាក្នុងហ្នឹងហើយដូចជាកោងលើសពីតម្រូវការរបស់ខ្ញុំចង់បានតែ10ទេកុំឲ្យកោងខ្លាំងតោះល្មមអញ្ចឹងណាគឺទី1ឃើញដូរតែជាទម្រង់មួយរាងកោងណាអាហ្នឹងខ្ញុំចង់បានហើយចំណុចទី2 button ពេលយើងselect វាពណ៌ខ្មៅអញ្ចឹងខ្ញុំអត់ស្រឡាញ់ដែរខ្ញុំចង់បានពណ៌ដែលខុសហ្នឹងអញ្ចឹងណាដែលមើលទៅវាស្អាតជាងហ្នឹងអញ្ចឹងគឺយើងចូលទៅក្នុង button ដដែលនេះនៅក្នុងនេះហើយនៅកន្លែងនេះគេមាន state នេះយើងអាចដូរមកពាក្យថា selected នៅក្នុងនេះបន្ទាប់មកទៀតបន្ទាប់ពីយើងយក selected ទៅគឺយើងមានកន្លែង background នេះអញ្ចឹងខ្ញុំដូរទៅកាន់ពណ៌ដែលខ្ញុំចង់បានគឺពណ៌នេះតែម្ដងអញ្ចឹងណាខ្ញុំសាកចុចម្ដងទៀតអូខេវារៀងស្រស់បន្តិចណាពេលដែលយើងចុចទៅវាអត់ខ្មៅអញ្ចឹងណាបងប្អូនឃើញទេអញ្ចឹងនេះគឺយើងអាច filter report របស់យើងបានហើយជាលក្ខណៈ button style អញ្ចឹងណាក្នុងហ្នឹងបន្តមកទៀតខ្ញុំចាប់ផ្ដើមឧទាហរណ៍ទី2របស់យើងគឺប្រើលក្ខណៈជា menu style នៅក្នុងហ្នឹងណាអញ្ចឹងបានន័យថា report របស់យើងនេះខ្ញុំចង់ filter តាម location អញ្ចឹងដំបូងនោះគឺយើងត្រូវ add វាចូលសិនណាយើង add button slicer យើងចូលនៅខាងលើអញ្ចឹងណាដែលយើងចាប់ផ្ដើមឧទាហរណ៍ទី2របស់យើងក្នុងនេះខ្ញុំទាញវាឲ្យវែងអញ្ចឹងទៅអញ្ចឹងយើងកំពុងតែចាប់ផ្ដើមនៅឧទាហរណ៍ទី2របស់យើងដែលខ្ញុំចង់ filter report របស់យើងតាម location អញ្ចឹងណានៅក្នុងនេះគឺខ្ញុំចូលទៅក្នុង data ខ្ញុំទៅស្វែងរក field របស់យើងមួយចំនួនគឺខ្ញុំប្រើប្រាស់ជា location code នៅក្នុងហ្នឹងអញ្ចឹងទៅណាបងប្អូនអញ្ចឹងយើងបាន add ចូលហើយដូចគ្នាដែរជានិច្ចកាលគឺយើងអត់ចង់ឲ្យខាត space នេះ title ហ្នឹងណាអញ្ចឹងយើងចូលទៅក្នុង format pane វានេះយកពាក្យ general យើងដោះ title ចេញនៅក្នុងហ្នឹងណាហើយមួយទៀតតម្រង់ button style នេះគឺតម្រង់បញ្ឈរអញ្ចឹងណាហើយសម្រាប់នេះជា location code នេះខ្ញុំចង់ឲ្យវាជាតម្រង់ផ្ដេកអញ្ចឹងគឺយើងនៅក្នុង visual នេះយើងមាននេះមកគឺយើងយកពាក្យហៅថា horizontal
Chẳng một bốn cho nên khi ta vía chia một phết horizontal bảo dưỡng không nóiนะហើយបន្តមកទៀតនោះគឺយើងមើលថាតើ button របស់យើងនេះគឺយើងអត់ត្រូវការនេះទេយើងយកទាំងអស់ហ្នឹងចឹងណាពួកខ្ញុំយើងធ្វើវាពី button ដល់ខ្លាយជា menu អញ្ចឹងណាចឹងយើងឃើញថានេះគឺជា button ចឹងយើង apply ទៅទាំងអស់តែម្ដងគឺយើងអត់ត្រូវការ border ណាគឺដោះ border ចោលមួយទៀតនោះគឺយើងអត់ត្រូវការ background អញ្ចឹងណាឃើញតែយើងដោះ background ចោលនៅក្នុងហ្នឹងណាអត់មាន background ទេតទៅទៀតយើងចង់បានពណ៌វាឲ្យរាងស្អាតជាងនេះពណ៌ណាឲ្យវារាងស្អាតជាងនេះគឺនៅក្នុង value ណា value យើងរកពណ៌រាងស្រស់បន្តិចគឺមានខោឲ្យនេះខ្ញុំមានពាក្យថា value ខ្ញុំដូរវាមកពណ៌ដែលខ្ញុំស្រឡាញ់ទៅគឺពណ៌រាងខៀវអញ្ចឹងណាក្នុងហ្នឹងយើងយក bold ទៅក្នុងនេះចឹងនេះគឺជាពណ៌ហើយយើងចង់ពង្រីកវាធំជាងហ្នឹងបន្តិចទៅស្រួលមើលព្រោះវាជា menu អញ្ចឹងណាក្នុងហ្នឹងយើងដាក់វាអញ្ចឹងទៅដើម្បីវាស្រួលមើលបន្តិចអញ្ចឹងបងប្អូនចឹងនេះយើងអាច filter តាម location មួយទៀតអូណាអញ្ចឹងពេលដែលយើង click លើវាឃើញពេលដែល click ទៅវាពណ៌សណាវាធ្វើបាត់តម្រងណាចឹងនេះគឺយើងទៅសេរីវាណាពេលដែល click តើប្រើពណ៌អីណាកុំឲ្យវាបាត់ចឹងណាចឹងនៅក្នុងនេះគឺវាជាប្រភេទអីជាប្រភេទ value នឹងឯងអញ្ចឹងណាក្នុងហ្នឹងអញ្ចឹងយើងត្រូវដូរវាថាតើ state នេះវាយ៉ាងដូចម្ដេចនេះហៅថា selected ណាក្នុងនេះ selected នេះឃើញវាពណ៌សទៅយើងមើលអត់ឃើញទេអញ្ចឹងយើងថាយើងអត់ចង់បានពណ៌សទេនៅពេលដែលគេ select ហ្នឹងគឺចង់ឲ្យវាខ្មៅទៅចោះអញ្ចឹងណាក្នុងហ្នឹងចាំបានដល់ពេលគេ select គឺវាខ្មៅអញ្ចឹងទៅខ្ញុំចុចម្ដងទៀតហើយយើងមើលច្បាស់ក្នុងហ្នឹងអញ្ចឹងណាក្នុងហ្នឹងហើយមួយទៀតនោះខ្ញុំចង់ថាយើងដាក់អីឲ្យវាស្រួលមើលថាគេវាច្បាស់ជាងនឹងបន្តិចណាចឹងយើងឃើញខ្មៅអញ្ចឹងខ្ញុំចង់បន្ថែមហៅថា button របស់យើងណាមិន value យើងដូរពណ៌អញ្ចឹងនៅក្នុង button នេះគឺខ្ញុំចង់ដូរវាថានៅពេលដែលយើង selected state របស់វានេះណាក្នុង button នេះយើងយកពាក្យ state វា selected អញ្ចឹងយើងចង់ប្រើប្រាស់ action bar ក្នុងនោះ action bar អញ្ចឹងឃើញវាចេញបន្ទាត់មកមែនទេអញ្ចឹងយើងថាមិនចង់បាននៅខាងលើទេយើងចង់ឲ្យវានៅខាងក្រោមតែបាត់ទៅអញ្ចឹងណាអញ្ចឹងទៅបំណងរបស់យើងគឺពេលយើង select ទៅឃើញវាមកបែបនេះថាយើងនឹងកំពុងតែចុចលើអីមួយអញ្ចឹងណាដើម្បីឲ្យវាចេញជាទម្រង់ menu ឲ្យយើងអញ្ចឹងទៅខ្ញុំ scroll ណាយើងរៀបវាឲ្យស្អាតបាតបន្តិចខ្ញុំចង់ដូរវាឲ្យទូចជាងនឹងបន្តិចណាដោយសារតែមើលទៅវាត្រូវ scroll អញ្ចឹងណាអញ្ចឹងយើងចូលទៅ property របស់យើងវិញនេះនៅក្នុងនេះយើងបន្ថែមវាឲ្យច្រើនជាងនឹងទៅព្រោះ location យើងមានច្រើនជាងនឹងយ៉ាងណាហ្នឹងហើយអញ្ចឹងយើងបន្ថែមចំនួនវាមិញវាមាន10ណាអញ្ចឹងទៅពេលវាអត់គ្រប់វាបែរជាឲ្យយើងនឹង scroll អញ្ចឹងណាតែយើងអត់ចង់ scroll ទេអញ្ចឹងយើងបន្ថែមចំនួន column ឲ្យច្រើនទៅណានៅក្នុងហ្នឹងអញ្ចឹងដូចបញ្ជាក់អញ្ចឹងនេះខុសពីទម្រង់ button នេះគឺយើងប្រើវាលក្ខណៈផ្ដេកអញ្ចឹងណាហើយយើងប្រើវាអត់មាន background អត់មាន border ហើយយើងប្រើ action bar ណារបស់ក្នុង button នេះដើម្បីវាធ្វើលក្ខណៈដូចយើងកំពុងតែប្រើប្រាស់ menu អញ្ចឹងណាក្នុងហ្នឹងអញ្ចឹងដូចយើងឃើញណាយើងអាច filter ឃើញទេអញ្ចឹងយើង filter ទី1នេះតាមឆ្នាំអញ្ចឹងទៅជាលក្ខណៈ button style ហើយនៅខាងលើនេះគឺយើង filter តាម location អញ្ចឹងទៅអញ្ចឹងគឺជាទម្រង់ផ្ដេកមានលក្ខណៈជា menu style នៅក្នុងហ្នឹងអញ្ចឹងណាយើងដោះ filter វាអស់ទៅនៅក្នុងហ្នឹងអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ជាលក្ខណៈ menu style ចាំបន្តមកទៀតនោះខ្ញុំនឹងចាប់ផ្ដើមវានៅឧទាហរណ៍ទី3អញ្ចឹងណាឧទាហរណ៍ទី3របស់យើងគឺយើងប្រើវាលក្ខណៈវាជាទម្រង់រូបភាពតែ button slicer ជាទម្រង់រូបភាពអញ្ចឹងខ្ញុំ add button slicer បញ្ចូលទៀតនៅក្នុងហ្នឹងគឺយើង add ចឹងមកអញ្ចឹងណាទាញវាណាទាញវាមកខាងនេះអញ្ចឹងបងប្អូនអញ្ចឹងយើង add column ដែលយើងចង់អញ្ចឹងនៅកន្លែងនេះខ្ញុំចង់ filter តាម save person ឃើញ filter របស់យើងច្រើនណាស់ report នេះ
filter តាមឆ្នាំ filter តាម location ហើយនៅខាងនេះគឺ filter តាម cell person ពីព្រោះ cell person យើងមានរូបភាពអញ្ចឹងណាអញ្ចឹងឥឡូវសំខាន់យើងទៅស្វែងរក data របស់យើងសិនដូចខ្ញុំមានហើយស្រាប់ហើយហៅថា cell person នេះអញ្ចឹងណានៅក្នុងនេះយើងដាក់ឈ្មោះគាត់បញ្ចូលមកនេះគឺជាឈ្មោះរបស់គាត់នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងយើងរៀបចំវាសិនណាដោយលោកមុនអញ្ចឹងគឺខ្ញុំអត់ត្រូវការ title ទេទី1របស់យើងហើយទី2នោះគឺនេះគឺយើងយកតម្រងវាជា grid អញ្ចឹងត្រូវហើយព្រោះយើងត្រូវការជា grid ណាសម្រាប់អានេះយើងរើសវាជាប្រភេទ vertical ហើយបើខាងលើនេះយើងយកវាជាតម្រង horizontal អញ្ចឹងបានយើងប្រើវាជា3តម្រងតែម្ដងនៅក្នុងហ្នឹងណាហើយសម្រាប់នេះគឺយើងប្រើវាជាតម្រង grid នៅក្នុងហ្នឹងអញ្ចឹង column ខ្ញុំត្រូវការតែ2ទេដើម្បីឲ្យវាឃើញនេះបន្តិចអញ្ចឹងណានេះយើងឃើញវា2នៅក្នុងហ្នឹងអញ្ចឹងទៅអញ្ចឹងបន្តមកទៀតនោះគឺនៅក្នុងខោអាវនេះគឺយើងមានហៅថាយើងទាំងអស់សិនទៅខោអាវនេះសម្រាប់ layout នេះខ្ញុំនឹងយកវានៅខាងក្រោមគេណាដាក់វានៅខាងក្រោមណាហើយកដាទៀតសំទោសដាក់នៅខាងក្រោមគេសម្រាប់ value ខ្ញុំដាក់វានៅកណ្ដាលអញ្ចឹងណានៅក្នុងហ្នឹងអញ្ចឹងយើងបានដាក់វារួចហើយណាដូចយើងឃើញអញ្ចឹងបន្តមកទៀតនោះខ្ញុំចង់ដាក់រូបនៅក្នុងនេះអញ្ចឹងដើម្បីយើងអាចដាក់រូបបានគឺយើង scroll នៅខាងក្រោមនេះគឺមានកន្លែងយើងដាក់រូបណាយើងដាក់រូបអញ្ចឹងទៅហើយរូបនេះគឺខ្ញុំស្វែងរកវាប្រភេទ URL ណាបងប្អូននៅក្នុងហ្នឹងណាអញ្ចឹង file របស់ខ្ញុំគឺខ្ញុំប្រើរូបភាពដែលខ្ញុំដាក់វានៅ OneDrive អញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមទៅរកវារបស់យើងមកនេះគឺជា file របស់យើងហើយនេះគឺជា file ណាជារូបភាពរបស់ខ្ញុំនៅខាងនេះអញ្ចឹងណាយើងឃើញអញ្ចឹងទៅនេះគឺជារូបភាពអញ្ចឹងមាន blank មួយខ្ញុំអត់ត្រូវការទេយើងអាច filter វាទៅដើម្បីដោះវាចេញណាព្រោះយើងអត់ត្រូវការ blank ទេនៅក្នុងហ្នឹងអញ្ចឹងយើងយកទាំងអស់អត់តែ blank ទេអញ្ចឹងណានៅក្នុងនេះណានេះយើងឃើញនេះគឺជាការ filter វាលក្ខណៈបែបនេះអញ្ចឹងយើងអាច play ណា filter វាណាគឺយើង filter យើង filter វាទៅណាចានេះគឺគ្រាន់តែជាឧទាហរណ៍នៃការប្រើប្រាស់វាណាខ្ញុំលើកយកមក3ហ្នឹងអញ្ចឹងខាងនេះគឺយើងប្រើប្រាស់ជាលក្ខណៈ button style ហើយនៅខាងនេះគឺយើងប្រើប្រាស់វាជាលក្ខណៈ menu style ហើយនៅខាងលើនេះគឺយើងប្រើប្រាស់វាជាប្រភេទ image style ណាជាប្រភេទរូបភាពនៅក្នុងហ្នឹងណាជាប្រភេទរូបភាពអីចឹងទៅអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាមបញ្ចប់ដល់រហូតដល់បញ្ចប់បើសិនជាបងប្អូនមានតម្រូវការ Power BI lesson សេវា develop report សេវា training បងប្អូនអាចតាក់ទងមកខ្ញុំជាមួយនឹងលេខទូរស័ព្ទនៅខាងក្រោម